ជំរាបសួរយាយតាអ៊ំពូមីងបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះកេតិគុណថ្ងៃនេះខ្ញុំមានអាយុ5ខែជាងហើយមកអូនឲ្យអូនគេងក្នុងអង្រឹងអូនអត់ទាន់គេងលក់ទេហើយចេអូនទាំងពីរនាក់និងប៉ាប៉ាអូនតែធ្វើការហើយទៅរៀនអស់ហើយអូនប៉ុន្មានថ្ងៃនេះមិនសូវមុំទឹកដោះគោទេអូនប្រហែលជាអូនធំអាយុអូនបាន5-6ខែអញ្ចឹងអូនអត់សូវឃ្លានដូចមុនទេតែតិចទៀតមកអូននឹងបញ្ចុះបបរអូនហើយឥឡូវអូនកំពុងតែសំងំគេងឥឡូវអូនស្ងាប់ហើយតិចទៀតអូនគេងលក់ហើយពេលអូនគេងលក់មកអូននឹងធ្វើការងារផ្ទះប៉ុន្តែអូនគេងបានតែ15នាទី10នាទីអូននឹងក្រាបហើយអូនគេងអត់សូវបានយូរទេអញ្ចឹងមកអូនក៏អត់សូវបានធ្វើការងារអីច្រើនដែរហើយឥឡូវនេះមានសម្លេងរំខានដោយសារអ្នកជិតខាងផ្ទះអូនគេកំពុងតែធ្វើសាងធ្វើផ្ទះអញ្ចឹងមានសម្លេងរំខានតិចតួចហើយឥឡូវនេះអូនចាប់ផ្ដើមគេងលក់ហើយប៉ុន្តែមិនតាន់គេងលក់ស្កប់ទេនៅរើបំរាស់បន្តិចបន្តួចថ្ងៃនេះរៀងក្តៅតែមកអូនពាក់អាវអូនខោវែងអាវដែលវែងឲ្យអូនតែអូនមានអារម្មណ៍ថាអូនក្តៅស្អុះទោះបីជាអូនគេងលក់ប៉ុន្តែអូនមិនតាន់គេងលក់ស្កប់ទេនៅមានលើសម្លេងរំខានព្រោះអ្នកជិតខាងគាត់ធ្វើផ្ទះតែមកអូននឹងបិទបង្អួចកុំឲ្យអូនឮសំឡេងអរគុណអ៊ំពូមីងដែលចំណាយពេលមើលវីដេអូរបស់អូនអរគុណច្រើនសូមឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារនិងសុខភាពល្អទាំងអស់គ្នាបាយបាយជួបគ្នាវីដេអូ